ក្រុមគ្រួសារជនជាតិប៉ាគីស្ថានមួយក្រុមបានជាប់នៅក្នុងរបបខ្មែរក្រហមហើយសមាជិកនៃក្រុមគ្រួសារនេះបានបាត់បង់ជីវិតស្ទើរតែទាំងអស់នៅសល់តែមនុស្សម្នាក់ប៉ុណ្ណោះដែលរួចរស់ជីវិតហើយថ្ងៃនេះខ្ញុំនឹងជម្រាបជូនអំពីដំណើររឿងសោកនាដកម្មនៃក្រុមគ្រួសារមួយនេះជំរាបសួរលោកអ្នកទាំងអស់គ្នាជាថ្មីមកកាន់វីដេអូរបស់ខ្ញុំមួយរយៈនេះខ្ញុំរវល់តែនិយាយអំពីរឿងប្រវត្តិសាស្ត្រនឹងផ្លេចណែនាំសិភៅថ្មីជូនលោកអ្នកទេសនាតាមទម្លាប់របស់ខ្ញុំដែលធ្វើតាំងពីដើមមកនោះហើយថ្ងៃនេះខ្ញុំនឹងត្រឡប់មកជាមួយនឹងសិភៅមួយក្បាលដែលនិយាយអំពីដំណើររឿងសោកនាដកម្មរបស់ក្រុមគ្រួសារជនជាតិប៉ាគីស្ថានមួយគ្រួសារដែលបានជាប់នៅក្នុងរបបខ្មែរក្រហមហើយបានបាត់បង់ជីវិតស្ទើរតែទាំងអស់គ្នាសិភៅនេះមានចំណងជើងថា Comrade Sau ឬជាភាសាខ្មែរថាស្ម័គ្រមិត្តសៅក្នុងចំណងជើងតូចដាក់ថាអតីតអ្នកដាំបបរនៅពន្ធនាគារវត្តសំរោងខេត្តបាត់ដំបងប្រទេសកម្ពុជាក្នុងសម័យខ្មែរក្រហមមុននឹងចូលដល់សាច់រឿងនៃសៀវភៅនេះខ្ញុំសូមជម្រាបបន្តិចថាខ្ញុំទទួលបានសៀវភៅនេះពីអ្នកនិពន្ធផ្ទាល់គឺលោក Fairoz Issa ដែលបានមកជួបខ្ញុំដល់ខេត្តបាត់ដំបងហើយប្រគល់សៀវភៅនេះជូនខ្ញុំជាអនុស្សាវរីយ៍ព្រមទាំងបានជោគជ័យសំណេះសំណាលគ្នាបន្តិចផងកាលពីថ្ងៃចូលឆ្នាំខ្មែរកន្លងទៅនេះប៉ុន្តែខ្ញុំចេះតែជាប់រវល់មិនបាននិយាយអំពីសៀវភៅនេះសោះទោះបីជាអានវាចប់តាំងពីយូរយារណាស់មកហើយក្តីខ្ញុំសូមរំលឹកទៅក្រោយវិញបន្តិចថាក្រុមគ្រួសាររបស់លោក Fairoz Issa នេះគឺជាក្រុមគ្រួសារជនជាតិប៉ាគីស្ថានដែលជាកូនចៅជំនាន់ក្រោយរបស់ជនជាតិប៉ាគីស្ថានដែលមករស់នៅប្រទេសកម្ពុជាដែលជាតាខាងឪពុកនោះជាជនជាតិប៉ាគីស្ថានដែលមករស់នៅកម្ពុជារកស៊ីខាងត្បូងនៅខេត្តបៃលិនហើយជាតាខាងម្ដាយហ្នឹងក៏ជាជនជាតិប៉ាគីស្ថានផងដែរដូច្នេះទាំងខាងឪពុកទាំងខាងអ្នកម្ដាយហ្នឹងជាជនជាតិប៉ាគីស្ថានទាំងអស់គ្នាដែលបានមករស់នៅទីក្រុងភ្នំពេញប្រទេសកម្ពុជានៅមុនសម័យសង្គ្រាមនោះលោក Fairoz Issa កើតនៅក្នុងឆ្នាំ1963នៅក្នុងទីក្រុងភ្នំពេញប្រទេសកម្ពុជាហើយធំធាត់នៅក្នុងជីវភាពគ្រួសារសំគួរមួយរហូតដល់ថ្ងៃដែលខ្មែរក្រហមកាន់កាប់ទីក្រុងភ្នំពេញទើបខ្មែរក្រហមជំលះក្រុមគ្រួសារនេះចេញពីក្រុងភ្នំពេញមិនខុសពីក្រុមគ្រួសារដទៃទៀតទេហើយបទពិសោធន៍ដែលពួកគាត់ជួបគឺខុសពីបទពិសោធន៍របស់ប្រជាជនយើងជាទូទៅពីព្រោះជនបរទេសនៅក្នុងសម័យខ្មែរក្រហមបានជួបបទពិសោធន៍ខុសប្លែកអំពីជនជាតិខ្មែរមួយចំនួនផងដែរបើគិតត្រឹមថ្ងៃទី17មេសាឆ្នាំ1979ក្រុមគ្រួសាររបស់លោក Fairoz Issa មានសមាជិក9នាក់ទាំងលោកផ្ទាល់ហើយក្នុងនោះក៏មានបងស្រីរបស់លោកម្នាក់ដែលមានឈ្មោះថា Sina Issa ដែលជាស្ត្រីមួយដែលពេញរូបពេញរាងហើយនៅពេលនោះមុនសម័យសង្គ្រាមមានកំឡោះចាប់អារម្មណ៍ច្រើនរហូតដល់មានបរិសម្នាក់បានលួចស្រឡាញ់គាត់និងបានធ្វើបទចម្រៀងមួយប្រគល់ជូនលោកស៊ិនស៊ីសមុទ្រច្រៀងដែលចម្រៀងមួយនោះមានចំណងជើងថាអាស៊ីណាមាសបងអាស៊ីណាស្នេហាបងថ្ងៃនេះអូនតើបាទចម្រៀងដែលខ្ញុំដាក់ជូនមុននេះគឺជាចម្រៀងដែលបរិសម្នាក់ដែលលួចស្រឡាញ់បងស្រីរបស់លោក Fairoz Issa នេះបាននិពន្ធឲ្យជូនទៅលោកស៊ិនស៊ីសមុទ្រច្រៀងដើម្បីបង្ហើរអារម្មណ៍នៃការលួចស្រឡាញ់របស់លោកនោះឲ្យបានធូរស្បើយបន្តិចនោះប៉ុន្តែក៏មិនបានជួបគ្នាអីដែរព្រោះបងស្រីរបស់លោកនោះត្រូវបានគ្រួសាររៀបចំឲ្យមានគូស្រករនៅឯបរទេសរួចទៅហើយប៉ុន្តែគួរឲ្យសោកស្ដាយបងស្រីរបស់លោកក៏បានបាត់បង់ជីវិតនៅក្នុងសម័យខ្មែរក្រហមដែរក្រោយការជំលះចេញក្រុមគ្រួសារនេះត្រូវបានគេដឹកចុះដឹកឡើងចេញពីមួយកន្លែងទៅមួយកន្លែងដែលខ្ញុំមិនរៀបរាប់លម្អិតទេរហូតដល់ពេលមួយដែលគ្រួសារនេះត្រូវបានគេកោះហៅយកទៅប្រជុំដោយទុកឲ្យតែកូនតូចៗ3នាក់រួមទាំងលោក Fairoz Issa នៅចាំផ្ទះហើយដំណឹងនៃការប្រជុំនេះគឺបាត់សមាជិកទាំងអស់តែម្ដងហើយបងប្អូន3នាក់ដែលនៅតែតោគឺលោក Issa Fairoz ដែលធំជាងគេអាយុ12ឆ្នាំនិងប្អូនតូចៗ2នាក់នេះក៏ត្រូវ